លើកមុននៅក្នុងកម្មវិធី San Diego Comic-Con បានបកមកប្រកាសនៅរឿង Black Panther វគ្គ 3 ក្នុងឆ្នាំ 2028 ក្នុងរឿងហ្នឹងគឺយើងនឹងបានឃើញ Black Panther ព្រោះមកវិញគាត់ថាវាមិនមែនជាការ recast តួថ្មីជំនួសដោយតួ Chadwick Boseman ដែលបានស្លាប់ទៅទេក៏ប៉ុន្តែ David Johnson ដែលយើងស្គាល់មកពីរឿង Alien ហើយនិងរឿង Long Walk ហ្នឹងគឺគាត់នឹងមកធ្វើជាតួអង្គរបស់កូន T'Challa ឬមួយក៏ T'Challa Junior តែ announcement មួយហ្នឹងវាគឺជាដំណឹងល្អខ្លាំងមែនទែនជាពិសេសទៅកាន់ Black People Community មួយក៏សមាគមអ្នកដែលមានស្បែកពណ៌មួយក៏ specifically ស្បែកខ្មៅក៏ប៉ុន្តែស្របពេលហ្នឹងក៏វាមានកម្ដៅតាក់ទងទៅនឹង Black People Community ជាមួយនឹង MCU ដែរទៅគឺមានមួយផ្នែកនៃ Black People Community គាត់មានអារម្មណ៍ថាអន់ចិត្តក៏ដូចជាអស់សង្ឃឹមជាមួយនឹង Marvel ដោយសារតែប្រហែលឆ្នាំក្រោយមកជាពិសេសតាក់ទងទៅនឹងរឿង live action រឿង MCU គឺ Marvel តែងតែហូនតួអង្គដែលមានស្បែកខ្មៅទៅកលៀនជាងរហូតអត់សូវជាថាខ្វាយខ្វល់អីចឹងណាតួអង្គមួយដែលជាកត្តាដែលគេខឹង Marvel ហ្នឹងគឺតាក់ទងទៅនឹង Blade គឺជារឿងសាច់កម្មមួយដែលខ្ញុំធ្លាប់និយាយដែររឿងហ្នឹងគឺមានការផ្លាស់ប្ដូរ director ផ្លាស់ប្ដូរអ្នកសរសេរហើយពជាតាំងពី announcement 2019មកថ្មីហ្នឹងគឺអ្នកសម្ដែង Mahershala Ali បាននិយាយថាអស់រយៈពេល7ឆ្នាំដែល Marvel តែងតែទុក project Blade មួយនឹងចោលគឺគាត់សម្រេចចិត្តថា move on ព្រោះតែគាត់ជឿថា Marvel គឺមានលុយគ្រប់គ្រាន់ដើម្បីធ្វើរឿង Blade ហ្នឹងប៉ុន្តែគេអត់ព្រមធ្វើហេតុផលដែលជឿចាំទៀតតាក់ទងទៅនឹង Mahershala Ali ហ្នឹងគឺគាត់ចំណាយរយៈពេលអស់មួយឆ្នាំជាងដើម្បីហាត់បែកគុណត្រៀមខ្លួនសម្រាប់ project ហ្នឹងតាំងពីថ្ងៃដែលគេប្រកាសនៅ San Diego Comic-Con ឆ្នាំ2019មកម្លេះដល់ថ្ងៃ7ឆ្នាំនេះវាដូចជាអត់មានន័យអីសម្រាប់គាត់សោះហត់ទាំងចិត្តហត់ទាំងកាយទៅណាគេសួរទៅណាក៏គេចង់ដឹងហើយអ្វីដែល MCU អាចធ្វើបានតាក់ទងទៅនឹងតួអង្គហ្នឹងគឺបង្ហាញ cameo របស់គាត់ដែលជាសម្លេងឲ្យឃើញមុខទៀតនៅក្នុង Eternal Credit Scene Sure you're ready for that Mr. Whitman ហើយហេតុផលនៃកម្ដៅតាក់ទងទៅនឹង Black People Community ជាមួយនឹង MCU ឬមួយក៏ Marvel មួយទៀតហ្នឹងគឺតាក់ទងទៅនឹងរឿង Wonder Man គឺជារឿងដែលទទួលបាននៅការវិតម្លៃល្អចេញពីអ្នកដែលថាគេមើលរឿង review រឿងហើយរឿងហ្នឹងក៏ទទួលបាននៅ nominee តាក់ទងទៅនឹង Emmy Award ដូចគ្នាដោយសារតែសាច់រឿងក៏ដូចជាការសម្ដែងល្អរឿងហ្នឹងក៏ត្រូវបាន Marvel ភ្លាមហ្នឹង green light ឬមួយក៏បើកភ្លើងខៀវសម្រាប់ season 2ក៏ប៉ុន្តែថ្មីហ្នឹងក៏គេបាន cancel រឿងហ្នឹងភ្លាមមកគឺលែងមានការធ្វើ series Wonder Man ទៀតហើយនិយាយទៅគេ renew រឿងហ្នឹងក៏លឿនគេ cancel ក៏លឿនដែរវាធ្វើឲ្យ fan មួយគេខកចិត្តខ្លាំងមែនទែនតែយើងនិយាយពី producer មួយក៏ផលិតករនៃ TV series មួយហ្នឹងគឺជាអ្នកដែលdirect រឿង Shang-Chi និង Spider-Man Brand New Day គឺលោក Destin Daniel Cretton តែខ្ញុំគិតថាគ្នាយើងច្រើនដូចជាខ្ញុំគឺអត់សូវជាចាប់អារម្មណ៍តាក់ទងទៅនឹងរឿងប្រហែលទេក៏ប៉ុន្តែនៅខាងស្រុកគេគឺរឿងហ្នឹងរៀងទទួលបានការគ្រប់គ្រងខ្លាំងគាត់មកដែរដោយសារតែអញ្ចឹងហើយគឺខាង Black People Community គាត់មានអារម្មណ៍ថាអន់ចិត្តមែនទែនដោយសារតែគាត់នឹងថាហេតុអីបានជាតួអង្គណាក៏ដោយឲ្យតែតាក់ទងទៅនឹង Black People Superhero ឬមួយក៏អីក៏ដោយគឺត្រូវបានពជាឬមួយក៏ cancel ឬមួយក៏ទាត់ចោលទៅក្លៀនជាងអញ្ចឹងណាបើយើងមើលក្នុងរឿងធំរឿង MCU អីគឺតួអង្គស្បែកខ្មៅមួយចំនួនគឺគាត់ត្រូវបានរបៀបថាធ្វើឲ្យសើលយអញ្ចឹងដូចជាតួអង្គ Sam Wilson តែគាត់ថា Sam Wilson សម្រាប់ខ្ញុំស្រឡាញ់តួអង្គហ្នឹងខ្ញុំចូលចិត្តតួអង្គហ្នឹងតែមានតួអង្គផ្សេងដូចជា Iron Captain Monica Rambo ដែលបាត់ខ្លួនតាំងពីចុងរឿង The Marvel មកតួអង្គ Nick Fury ហើយនិង Rhodey ដែលត្រូវបានមើលទៅដល់តួអង្គហ្នឹងប្រែជាតួអង្គមួយដែលលយខ្លាចជាតួអង្គដែលឡប់អីចឹងណាហើយសូម្បីតែ project TV series Warhammer ដែលមាន Rhodey ជាតួឯកអីចឹងក៏ត្រូវបានគេ cancel តែកត្តាទាំងអស់ហ្នឹងគឺធ្វើឲ្យមានការវែកញែកក៏ដូចជាអាចនិយាយបានថាក្តៅលើកជាមកពីខាង Black People Community អញ្ចឹងណាក៏ប៉ុន្តែកម្ដៅចំពោះរឿងហ្នឹងគឺវាក្តៅអ៊ុនឡើយទេដោយសារតែ Marvel គេត្រូវតែប្រកាសរឿង Black Panther 3ដែលមានsuperhero បែបខ្មៅដែលធំមួយគ្រាន់តែថា Marvel គួរតែមានភាពបច្ចេកបច្ចេកខ្លាំងជាងនឹងបន្តិចតាក់ទងទៅនឹងរឿងដែលគេកំពុងនឹងចេញឬមួយក៏ project ដែលគេកំពុងនឹង release ប្រាប់យើងនៅថ្ងៃមុខអញ្ចឹងណាព្រោះតាមសួរហ្នឹងទើបតារៀងងើបឡើងវិញតិចមកពី Spider-Man ផងមកចិត្តអាលុំទៅវិញនិយាយទៅខ្ញុំអត់មានយោបល់តាក់ទងទៅនឹងរឿងច្រើនតិចខ្ញុំ just here to provide everyone with some information ប្រាប់អ្នកនេះពីរឿងរ៉ាវខ្លះៗអញ្ចឹងណាហើយបើសិនជាខ្ញុំគាត់ថាតួអង្គ Black superhero character អីផ្សេងគឺញ៉ែបនៅក្នុង MCU ដោយសារតែគេទៅសេអត់សូវល្អដូចតួអង្គផ្សេងអញ្ចឹងទៅហើយអ្នកនេះមានចំណាប់អារម្មណ៍អីដែរតាក់ទងទៅនឹងរឿងមួយហ្នឹងcomplete មិនផងមានតែប៉ុណ្្នឹងទេសន្តិភាព